ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិឆ្នាំ2026ក្រោមប្រធានបទកីឡាដើម្បីសុខភាពកុមារត្រូវបានបិទបញ្ចប់ដោយជោគជ័យនិងទទួលបានគុណផលខ្ពស់គួរឲ្យកត់សម្គាល់នេះពេលកន្លងទៅថ្មីនេះអាយដាមវត្តចម្រើនរដ្ឋលេខាធិការតំណាងអាយដាមបណ្ឌិតសភាចាហនជួនរនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាយដាមកែប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអាយដាមសាមឌីស៊ីវឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៃពហុកីឡដ្ឋានជាតិអូឡ িম্প ិករាជធានីភ្នំពេញបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងឱកាសពិធីបិទការប្រកួតនិងប្រគល់ពានរង្វាន់ជូនរាជធានីខេត្តនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2026ក្រោមប្រធានបទកីឡាដើម្បីសុខភាពកុមារអាយដាមពុនសុកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានិងជាប្រធានគណៈកម្មការរៀបចំការប្រកួតបានប្រាប់ឲ្យដឹងថាការប្រកួតតាមប្រភេទកីឡាទាំង12បានប្រព្រឹត្តទៅដោយរលូនតាមក្រមសីលធម៌វិជ្ជាជីវៈមានការតវ៉ាតិចតួចប៉ុន្តែគណៈកម្មការបច្ចេកទេសបានដោះស្រាយនិងទទួលបានការគ្រប់គ្រងពីគ្រប់ភាគីនិងមិនមានបញ្ហាអ្វីធំដុំកើតឡើងនោះទេជាលទ្ធផលបច្ចេកទេសដែលក្រុមកីឡាករទាំងអស់សម្រេចបានដល់ត្រចះត្រចង់នេះក៏បានមកដោយសារមានការជួយឧបត្ថម្ភគ្រប់គ្រងរបស់អាយដាមគណៈអធិបតីអាយដាមលោកជំទាវលោកស្រីនិងបងប្អូនទស្សនិកជនទាំងអស់ដែលបានចូលរួមគ្រប់គ្រងនិងលើកទឹកចិត្តផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងទាំងអស់ដល់គណៈកម្មការបច្ចេកទេសរបស់យើងដោយឆ្លងកាត់ការប្រកួតរយៈពេល9ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី1ដល់ថ្ងៃទី9ខែឧសភាឆ្នាំ2026កន្លងទៅនៅរាជធានីភ្នំពេញប្រតិភូថ្នាក់ដឹកនាំក្រុមនិងគ្រូបង្វឹកចូលរួមចំនួន647នាក់កីឡាករកីឡាការិនីចំនួន2689នាក់លើ12ប្រភេទកីឡានិងសរុបចំនួន62វិញ្ញាសាជាលទ្ធផលរាជធានីភ្នំពេញគ្រងតំណែងជើងឯកដោយឈ្នះបានមេដាយមាសចំនួន12គ្រឿងមេដាយប្រាក់7គ្រឿងនិងមេដាយសំរឹទ្ធ4គ្រឿងក្រុមចំណាត់ថ្នាក់លេខ1មេដាយច្រើនជាងគេខេត្តរតនគិរីឈ្នះមេដាយមាស7គ្រឿងមេដាយប្រាក់1គ្រឿងនិងមេដាយសំរឹទ្ធ1គ្រឿងគ្រងតំណែងជើងឯកលេខ2ខេត្តព្រៃវែងឈ្នះមេដាយមាស6គ្រឿងមេដាយប្រាក់5គ្រឿងនិងមេដាយសំរឹទ្ធ6គ្រឿងគ្រងចំណាត់ថ្នាក់លេខ3និងខេត្តកំពតឈ្នះមេដាយមាស6គ្រឿងមេដាយប្រាក់1គ្រឿងនិងមេដាយសំរឹទ្ធ1គ្រឿងពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2026នេះ